bà rước ốp ta này mà sao mình và lúc ốp ta nó mới chết ốp ta nó nghe prai pro tam ta hàng chơi miếng rồi ta hàng chơi miếng như thế bà ốp ta nó chia mình đúng không chi mình nữa bờ sân chỉ ốp ta nó chia mình nữaสบาย bulu chụp cái này mà bán cho con chỉ computer là super computer tôi sẽ Arsenal nè nơi Championship 7 ប្រកួតជាប់គ្នាអុកតានិយាយហ្មងបាទនិយាយហ្មងតានឹងទៀតអុកតាគាត់ថា Arsenal គឺអ្នកមានភាគរយខ្ពស់ជាងគេឈ្នះពាន UEFA Champions League បាទទាំងមិនទាន់ឆ្លងដល់វគ្គចាញ់ធ្លាណាហើយទាំងវគ្គបែងចែកពូលណាnok out បាទ nok out នេះខ្ញុំមើលណា Arsenal គេឲ្យដល់ 30.75% យកភាគរយតែឯងហ្មងបាទអញ្ចឹងវាច្រើនណាស់អ្នកទី2គឺ Bayern នឹងអុបតាគេឲ្យ 16.75 ខុសគ្នាពាក់កណ្ដាលបាទអ្នកទី3នោះគាត់ Liverpool បាទគាត់និយាយគាត់យោងតាមចំណាត់ថ្នាក់មិនដឹងបាទយកចំណាត់ថ្នាក់បច្ចុប្បន្នណានៅពូលនៅក្នុងនេះ Liverpool បាន 8% Real Madrid បានតែ 4% ជាងទេហើយនឹងនេះ Barcelona គេឲ្យ 8% បាទ 8% មាន Spurs មាន Man City អញ្ចឹងទៅបាទប្រហែលម្នាក់ 1% 2% អញ្ចឹងទៅ PSG មិនមែន PSG បានតា 5% ទេបាទតែពិតគាត់យោងតាមចំណាត់ថ្នាក់នៅ UEFA Champions League បច្ចុប្បន្នដែរហើយស្ថិតិអញ្ចឹងអានេះនៅវែងឆ្ងាយបើតាមអូតាទីឥឡូវនេះមិនទាន់ឆុតទេអញ្ចឹងមិនថាបាទមិនទាន់ឆុតទេបាទនេះអុបតាប៉ុន្តែអុបតាទីនៅ Premier League អាចឆុតវិញអាចបាទនេះ Premier League យើងដឹងហើយថា Arsenal ឥឡូវដាច់7ពិន្ទុដាច់ច្រើនបាទអញ្ចឹងអុបតាគេឲ្យណាគេអុបតានេះគេមិនមែនចេះតែឲ្យទេណាខ្ញុំមើលដែរណាបាទគេឲ្យ 93 គេដាក់ title នេះឲ្យ 93.30% Arsenal 94ដល់ទៅបាទ Man City 4.15 អញ្ចឹងអស់ហើយបាទអស់បាត់ហើយ Aston បានទេ Aston 2.3 តែ Liverpool មានបានទេ Liverpool បានដែរ 0.12% អូហើយអ្នក 0.1% នោះមាន Man U មាន Newcastle អត់ទេ Man U អត់យក Man U ឲ្យ Liverpool បាទមួយ Chelsea ចែកគ្នាហើយគេ predict ទៀតUCL អូខេ predict UCL ទៀតអបតាពេកអបតានោះគេទាយArsenal Man City នឹង 99 Aston 91% ដែលមានឈ្មោះមានកៅអីលេងណា Liverpool 53 Chelsea 24 Man U 13បាទអញ្ចឹង Man U អត់បានលេង Champions League ទេបើតាមអបតាទាយបាទអញ្ចឹងគេទាយដល់លើកពានហើយកៅអី UEFA Champions League ទៀតនោះគេទាយទៅដល់ Europa League Conference League ទៀតប៉ុន្តែខ្ញុំនិយាយអីបាទហ្នឹងវាអាចវែងឆ្ងាយទៀតអញ្ចឹងមើលតាមបច្ចុប្បន្នខ្ញុំឲ្យសឹងតែ 99% ចុះសម្រាប់ Arsenal នៅ Premier League បាទព្រោះអីឲ្យច្រើនម្លេះ Arsenal ទៅហើយព្រោះបើយើងមើលប្រកួតបន្ទាប់អ្នកលំបាកគឺ Man City Arsenal ដូចជាមិនសូវជាលំបាកដែរអញ្ចឹង Arsenal ធ្វើមិនថ្ងៃមួយប៉ះ Man U នោះគឺថាពឺតមកទំហឹងមកពឺតមកទំហឹងយកពឺតឲ្យបានប្រកួតក្រោយចាញ់សំខាន់ប្រកួតហ្នឹងឲ្យឈ្នះបានទាំងគេឈ្មោះហើយក៏គេថាភាពត្រចះថាចង់ពីណា Premier League ពន្លឺហើយប៉ុន្តែដូចខ្ញុំនិយាយការវិដេការមុនណាកុំតន់ធ្វើ Intrend ទៀត Intrend ទុកសិនកុំតន់ធ្វើ3ឆ្នាំអានេះទុកសិនកុំតន់ធ្វើបើឆ្នះគឺធ្វើថ្មីហ្មងកុំយកអាក្រុងចាស់ហ្នឹងមកធ្វើskin ថ្មីហ្មងបាទកុំឥឡូវអាហ្នឹងកុំនិយាយហ្នឹងកុំធ្វើ Intrend ទុកសិនព្រោះអាចនឹងមានឱកាសផ្លាត់ដែរមិនថាអត់ទេណាអញ្ចឹងខ្ញុំឃើញថា Arsenal ផ្លូវគាត់ទៅហើយគាត់បានកែបើយើងមើលពី Arsenal គាត់បានកែចំណុចដែលគាត់ខ្វះខាតគឺខែមករានេះគាត់ទិញកីឡាករមកមិនខែមករា Summer នេះគាត់ទិញមកគាត់ទិញមកទុកឲ្យសម្រាប់ខែមករាហ្នឹងមកដូចជា Eze ដូចជា Zuber Mendy គាត់ទិញមកហើយអ្នកណាទេខ្ញុំMadu ឯគេស្លាប់គាត់ទិញមកជន់ឃើញទេអញ្ចឹងមិនបាត់ទេហើយមានកាយ៉ូការ៉េ Kai Havertz ជាស៊ូទៀតគេអត់បាត់ទេអញ្ចឹងគាត់របួសច្រើនតែគាត់មានអ្នក backup តពេលអ្នករបួសជាមកជុំជើងនេះគឺអាតេតាអត់ឈឺក្បាលទេសប្បាយចិត្តថាបើសិនជាមានបាត់មួយនៅសល់មួយអញ្ចឹងខ្ញុំឃើញគាត់យកមកឌូគេមកនឹងEze មកណាជួយកម្លាំងប្រយុទ្ធខ្លាំងណាស់អញ្ចឹង Arsenal នឹងឆ្លងអាគេហៅរលកទី2ដែលរងអាសានិយាយហ្នឹងគឺធ្ងន់ណាស់ព្រោះអីកតាបកិច្ច UEFA Champions League ហ្នឹងសំខាន់សម្រាប់គាត់ក៏លេង4ក្រុមចុងក្រោយនៅពានរង្វាន់ទឹកនោមផ្អែមខ្ញុំមិននិយាយឈ្មោះពានហ្នឹងទេហើយនឹង FA Cup ក៏គាត់រលូនដែរបាទពាន4អាចពាន4ដោយកាលីវភូឆ្នាំមុនអញ្ចឹងដំណើរទៅពាន4ប៉ុន្តែចុងក្រោយសល់បាន1
សល់បានមួយ គាត់ឡើងទៅ final ដូចជាពៀនទឹកនោមបែបនេះប៉ុន្តែចាញ់ Crystal Crystal បាទ បាទអញ្ចឹងមិនមែន Crystal ទេ Crystal Crystal ត្រូវ Crystal ដែរអញ្ចឹង Crystal ឈ្នះពៀន 2 FA Cup FA Cup FA Cup មិនមែន Crystal ទេ ដូចជា Newcastle បាទ Newcastle បាទ Newcastle ខកចិត្តដោយសារ Man U តែហាក់នៅឥឡូវលើកបានរបស់គាត់ បាទ អញ្ចឹងផ្លូវ Arsenal ដើរនេះដូច Liverpool ដើរឆ្នាំមុនអញ្ចឹងប៉ុន្តែ Arsenal មើលទៅបើពីពេលនេះទៅដល់មុខទៀត Arsenal មិនមានកីឡាកររបួសគឺច្បាស់ណាស់ហើយលោក Pondit នៅ Sky Sport មួយគេអញ្ជើញគាត់ហ្នឹងមិនមែន Pondit តែជាស្រ័យគេភ្ញៀវគាត់យកសក់វែងដូចជា Petit ដែរបារាំងសម្រាប់បារាំងឈ្មោះគាត់ Petit ដែរបាទគាត់និយាយថាក្រុមដែលរារាំង Arsenal បានមានមួយឯង PSG បាទ Champions League ហ្នឹងហើយ PSG ដែលអាចរារាំងបានក្រៅពីហ្នឹងគឺគាត់វាយរៀប ថេបលអាចប៉ះគ្នា បាទ ថេបលអាចប៉ះគ្នា អាចអញ្ចឹងគាត់និយាយនេះគាត់សំដៅលើ PSG ក៏មានសន្ទុះខ្លាំងដែរហើយនៅឆ្នាំថ្មីនេះនៅតែរក្សាទម្រង់ល្អដដែលអញ្ចឹង Arsenal ល្អដូចគ្នាអញ្ចឹងត្រឡប់មកវិញខ្ញុំថា Arsenal នេះដូចបងម៉ែវីដេអូគាត់តែសរសើរម្ដងណាប៉ុន្តែយើងមិនមែនប្រអាប់ Arsenal សុទ្ធទេរដូវកាលមុនក៏យើងសរសើរដែរតែ ត្រូវហើយបាទ ខ្ញុំថាគាត់ឡើងទៅវគ្គ4ក្រុមចុងក្រោយខ្ញុំថាគាត់ឆ្លងកាត់រៀលចាំបានយើងពិតថាគាត់ពិបាកយកឈ្នះរៀលគាត់ឆ្លងកាត់រៀលគាត់ថាស្អីគាត់ឈ្នះដែរប៉ុន្តែចុងក្រោយគាត់ផ្្លាត់បោះ PSG ទេអត់ PSG សំណាងដែរ បាទ គាត់សុទ្ធទៅសុទ្ធមកដែរធ្វើម៉េច Arsenal សុទ្ធបញ្ចូលបាទអញ្ចឹងខ្ញុំត្រឡប់មកឆ្នាំនេះគឺជាឆ្នាំរបស់ Miguel Arteta ប៉ុន្តែបច្ចៈកុំតន់ធ្វើ Intrend កុំតន់ធ្វើ Intrend ឲ្យសោះកុំប៉ះពាល់ កុំ 3ឆ្នាំប៉ះហើយវាតែងតែកឡាប់វិញអញ្ចឹងកុំប៉ះមកទុកឈ្នះភ្លាមធ្វើ Intrend ភ្លាមលើកពៀនហែភ្លាមបាទអញ្ចឹងជោគជ័យ អត់មានទៅត្រូវធ្វើអីសប្តាហ៍ទី35ឯអត់ទេបាទអញ្ចឹង បាទពីខ្ញុំប៉ុណ្ណឹងបាទ